对波波导呢，大家好，欢迎来到学汉语视频。Và chân thờiนี้យើងវិលមកជួបគ្នាសាជាថ្មីទៀតហើយជាមួយនឹងវីដេអូចែករំលែកភាសាចិនបាទអញ្ចឹងយើងសិក្សាទៅកាន់ភាគទី128ដែលភាសាចិននិយាយថា第128部分បាទអញ្ចឹងភាគទី128នេះយើងនឹងសិក្សាជាបន្តទៅកាន់ភាគទី2នៃមេរៀនរបស់យើងគឺពាក្យនៃរូបគុំស្បែកជើងបាទអញ្ចឹងភាសាចិននិយាយថា鞋子配件的词语បងប្អូនទាំងអស់គ្នាពាក្យថារូបគុំស្បែកជើងគឺមានន័យថាជាបំណែកឬក៏ជាផ្នែកនីមួយៗនៃស្បែកជើងឧទាហរណ៍ដូចជាផ្នែកអណ្ដាតផ្នែកខ្សែបាទអញ្ចឹងគឺផ្គុំគ្នាទៅគឺបានជាស្បែកជើងមួយបាទអញ្ចឹងចង់ដឹងថាថ្ងៃនេះយើងមានពាក្យអ្វីខ្លះមកចែករំលែកដល់បងប្អូនទាំងអស់គ្នាតើយើងទៅមើលទាំងអស់គ្នាបាទអញ្ចឹងពាក្យទី1នេះយើងនឹងសិក្សាអំពីពាក្យថាផ្ទាំងបំណែកសៀមមានបាទអញ្ចឹងបងប្អូនទាំងអស់គ្នាពាក្យថាសៀមមានហ្នឹងគឺមានថាជាផ្នែកខាងលើឬក៏ជាផ្នែកផ្ទាំងខ្លួនបាទអញ្ចឹងទាំងអស់ហ្នឹងបងប្អូនមើលរូបភាពទាំងអស់គ្នាទាំងអស់ហ្នឹងគឺជារូបបំណែកឬក៏បាទផ្នែកនីមួយៗនៃសៀមមានរបស់យើងបាទអញ្ចឹងមានផ្នែកទាំងអស់ហ្នឹងហើយយើងដេរភ្ជាប់គ្នាទៅគឺបានទៅជាសៀមមានមួយបាទអញ្ចឹងពាក្យថាផ្ទាំងបំណែកសៀមមានភាសាចិននិយាយថាសៀមមានពុជៀនសៀមមានពុជៀនបាទអញ្ចឹងសៀមលេខទី2យើងអានថាសៀមានលេខទី4មានដល់ពេលពុសំឡេងទី4ដូចគ្នាយើងថាពុជៀនសៀមមានពុជៀនបាទអញ្ចឹងសៀមមានពុជៀនបកថាផ្ទាំងបំណែកសៀមមានបាទអញ្ចឹងអ្នកនេះយើងស្វែងយល់អំពីពាក្យថាសៀមមានម្ដងទៀតគឺមានន័យថាជាផ្នែកខាងលើនៃស្បែកជើងឬក៏ផ្នែកទាំងខ្លួនបាទហើយចំណែកពាក្យថាពុជៀនគឺមានន័យថាគឺជាផ្នែកពុជៀនបកថាផ្នែកបាទអញ្ចឹងពាក្យថាសៀមមានពុជៀនយើងបកថាបំណែកផ្ទាំងសៀមមានឬក៏ផ្ទាំងបំណែកសៀមមានអូខេពាក្យជាបន្តយើងសិក្សាអំពីពាក្យថាសៀមមានដេចុងទីបាទអញ្ចឹងបងប្អូនទាំងគ្នាយើងដេរបានជាសៀមមានហើយយើងត្រូវភ្ជាប់ជាមួយនឹងចុងទីទៀតបាទអញ្ចឹងចុងទីនេះគឺជាបន្ទះមួយនៅជាប់ជាមួយនឹងបាតស្បែកជើងបាទអញ្ចឹងសៀមមានដេរចុងទីភាសាចិននិយាយថាសៀមមានឈើចុងទីសៀមមានឈើចុងទីបាទអញ្ចឹងពាក្យថាសៀមមានបាទបកថាផ្ទាំងខ្លួនឬផ្ទាំងខាងលើទៅពេលឈើបកថាដេរចុងទីបកថាផ្នែកកណ្ដាលដែលភ្ជាប់ពីសៀមមានទៅបាតអូខេពេលជាបន្តយើងសិក្សាអំពីពាក្យថាគ្រីបក្បាលមុខសៀមមានបាទអញ្ចឹងភាសាចិននិយាយថាផានប៉ាងហូសៀមមានផានប៉ាងហូសៀមមានបាទអញ្ចឹងពាក្យថាផានប៉ាងបកថាគ្រីបក្បាលមុខបាទដល់ពេលហូបកថាបន្ទាប់ឬក៏ក្រោយសៀមមានបកថាផ្នែកខាងលើអញ្ចឹងពាក្យហ្នឹងគឺមានថាគ្រីបក្បាលមុខសៀមមានបាទបងប្អូនទាំងគ្នាពាក្យជាបន្តទៀតយើងសិក្សាអំពីពាក្យថាសៀមមានអត់ដេរចុងទីបាទអញ្ចឹងសៀមមានបកថាផ្នែកខាងលើមិនឈើបកថាអត់ដេរដល់ពេលចុងទីបកថាបន្ទះចុងទីបាទអញ្ចឹងបងប្អូនទាំងគ្នាពាក្យថាសៀមមានអត់ដេរចុងទីភាសាចិននិយាយថាសៀមមានមិនឈើចុងទីបាទសៀមមានមិនឈើចុងទីបងប្អូនទាំងគ្នាហេតុផលដែលខ្ញុំលើកយកសៀមមាន3ប្រភេទមកចែកជូនបងប្អូនទាំងគ្នាបាទដោយសារថាពេលខ្លះបាទនៅពេលខ្លះគឺភ្ញៀវគាត់កំងគាត់យកឲ្យពួកយើងបែងចែកជា3ប្រភេទដើម្បីចេញតំណែងទី1គឺប្រភេទសៀមមានដែលគេបែងចែកជាផ្នែកដែលមិនដេរបាទអញ្ចឹងចំណុចសៀមមានទី2គឺគេរៀបចំសៀមមានមួយទៀតដែលដេរហើយយើងអត់ទាន់ដេរចុងទីទេបាទអញ្ចឹងអានឹងគេហៅថាសៀមមានអត់ដេរចុងទីបាទហើយមួយទៀតសៀមមានគេដេរភ្ជាប់សៀមមានផ្នែកខាងលើហើយគេដេរជាមួយចុងទីទៀតបាទអញ្ចឹងអានឹងគេហៅថាសៀមមានឈើចុងទីបាទអញ្ចឹងជាបន្តយើងសិក្សាអំពីពាក្យថាក្បាលដាច់ផ្លាស្ទិកអញ្ចឹងភាសាចិននិយាយថាស៊ូកាងថោបាទអញ្ចឹងស៊ូសំឡេងទី4នេះយើងនិយាយថាស៊ូកាងសំឡេងទី1និយាយថាកាងបាទថោសំឡេងទី2បាទអញ្ចឹងយើងនិយាយថាស៊ូកាងថោបកថាក្បាលដាច់ផ្លាស្ទិកបាទបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនដែលអត់ធ្លាប់ធ្វើការនៅរោងចក្រស្បែកជើងប្រហែលជាអត់យល់ទេអញ្ចឹងយើងមកស្វែងយល់ពាក្យថាក្បាលដាច់ផ្លាស្ទិកទាំងអស់គ្នាបាទអញ្ចឹងជាដំបូងយើងស្វែងយល់អំពីពាក្យថាស៊ូបកថាផ្លាស្ទិកមកពីស៊ូលាវបាទដល់ពេលកាងថោពាក្យកាងបកថាដែកបាទជាប្រភេទដែកដល់ពេលថោបកថាក្បាលបាទអញ្ចឹងសរុបមកពាក្យស៊ូកាងថោហ្នឹងគឺមានន័យថាជាក្បាលស្បែកជើងដែលផលិតរួមបញ្ចូលជាមួយនឹងផ្លាស្ទិកហើយនឹងដែកដើម្បីការពារម្រាមជើងពីការប៉ះទង្គិចឬក៏ធ្លាក់វត្ថុធ្ងន់ត្រូវជើងរបស់យើងបាទអញ្ចឹងក្បាលដែកហ្នឹងគឺយើងអាចជួយជើងរបស់យើងបាន
បាទហើយចំពោះស្បែកជើងដែលមានក្បាលដែកបែបនេះភាគច្រើនគឺគេប្រើប្រាស់នៅកន្លែងការងារដូចជាការដ្ឋានសំណង់អីជាដើមបាទអូខេពីជាបន្តយើងសិក្សាអំពីពាក្យថាខ្សែផ្លាស្ទិកក្បាលដែកបាទបងប្អូនទាំងនេះអញ្ចឹងខ្សែដែលសញ្ញាព្រួញបាញ់ចំហ្នឹងគឺជាប្រភេទខ្សែផ្លាស្ទិកបាទអញ្ចឹងគឺគេបិទទៅលើស៊ូកាងត្រូហ្នឹងដើម្បីការពារម្រាមជើងរបស់យើងពេលដែលយើងផលិតជាស្បែកជើងទៅស៊ូកាងត្រូហ្នឹងគឺវារៀងធ្ងន់ពេលដែលយើងដើរទៅធ្វើឲ្យជើងម្រាមរបស់យើងហ្នឹងគឺបត់ជាមួយនឹងស៊ូកាងត្រូហ្នឹងវាធ្វើឲ្យជើងរបស់យើងឈឺអញ្ចឹងដើម្បីការពារកុំឲ្យឈឺដើម្បីការពារឲ្យស្បែកជើងដើរកាន់តែស្រួលគឺយើងប្រើប្រាស់បាទយានត្រាវហ្នឹងគឺដើម្បីបិទជាមួយនឹងគែមរបស់ស៊ូកាងត្រូហ្នឹងដើម្បីឲ្យប៉ះជើងរបស់យើងទៅគឺកាត់បន្ថយឈឺអូខេអញ្ចឹងភាសាចិនយើងនិយាយថាយានត្រាវបាទអញ្ចឹងយានសំឡេងទី2ត្រាវក៏សំឡេងទី2យើងនិយាយថាយានត្រាវបកថាខ្សែផ្លាស្ទិកក្បាលដែកអូខេអញ្ចឹងពាក្យជាបន្តនេះយើងសិក្សាអំពីពាក្យថាបន្ទះចុងទីវិញម្ដងបាទអញ្ចឹងពាក្យថាបន្ទះចុងទីហ្នឹងគឺភាសាចិននិយាយថាចុងទីបានបាទចុងទីបានបកថាបន្ទះចុងទីបាទអញ្ចឹងដើម្បីឲ្យងាយស្រួលយល់ពីការប្រើប្រាស់នៃបន្ទះចុងទីហ្នឹងយើងមកសិក្សាស្វែងយល់ពាក្យសម្រាយទាំងអស់គ្នាបាទអញ្ចឹងចុងទីបានគឺជាបន្ទះស្រទាប់ដែលស្ថិតនៅចន្លោះស្បែកជើងខាងលើគេហៅថាសៀមមានហើយនឹងបាតខាងក្រោមនិយាយថាវាយទីបាទវាយទីនឹងបកថាបាតទាំងអស់គ្នាអញ្ចឹងមានន័យថាចុងទីបានហ្នឹងគឺគេដាក់វាបាទចន្លោះពីសៀមមានខាងលើហ្នឹងហើយនឹងចន្លោះបាតហ្នឹងបាទអញ្ចឹងគឺគេហៅថាចុងទីបានអូខេអញ្ចឹងពាក្យជាបន្តយើងសិក្សាអំពីថាពាក្យចុងទីវិញម្ដងឬក៏យើងនិយាយវាទៀតថា EVA បាទអញ្ចឹងអ្នកនរនេះចុងទីបានហ្នឹងគឺយើងដាក់នៅខាងលើ EVA នឹងទៀតអ្នកនរនេះបាទគឺចុងទីបានហ្នឹងគឺដេកភ្ជាប់ជាមួយនឹងសៀមមានបន្ទាប់មកសៀមមានហើយចុងទីបានហើយគឺគេបិទកាវភ្ជាប់ជាមួយនឹង EVA ហ្នឹងបាទបងប្អូនទាំងនេះអញ្ចឹងពាក្យហ្នឹងបើជាភាសាខ្មែរយើងក៏ពិបាកនឹងបកឲ្យត្រូវដែរបាទអញ្ចឹងភាគច្រើននៅក្នុងរោងចក្រគេនិយាយពាក្យហ្នឹងគេនិយាយថាចុងទីឬក៏គេនិយាយថា EVA បាទអញ្ចឹងយើងពិបាកនឹងបកជាភាសាខ្មែរប៉ុន្តែយើងក៏អាចសម្រាយជូនបងប្អូនទាំងអស់គ្នាងាយយល់បាទអញ្ចឹងចុងទីហ្នឹងគឺមានន័យថាគឺជាសម្ភារៈផ្នែកកណ្ដាលនៃបាតស្បែកជើងបាទអញ្ចឹងវាស្ថិតនៅចន្លោះផ្នែកខាងលើគេហៅថាសៀមមាននិងបាតខាងក្រោមវាយទីបាទអញ្ចឹងសូមបងប្អូនទាំងនេះមើលសញ្ញាព្រួញសម្គាល់បាទសញ្ញាព្រួញបាញ់ទៅកន្លែងចុងទីហ្នឹងបាទអញ្ចឹងវានៅចន្លោះពីសៀមមានខាងលើនិងវាយទីខាងក្រោមហ្នឹងគឺគេហៅថាចុងទីឬក៏ EVA បាទហើយវាមានមុខងារជួយសម្រួលបាទជួយបង្រួមសម្ពាធនិងផ្ដល់ភាពងាយស្រួលពេលដែលយើងដើរបាទបងប្អូនទាំងនេះអញ្ចឹងចុងទីហ្នឹងគឺវាមានលក្ខណៈពិសេសគឺរាងទន់បាទអញ្ចឹងពេលដែលយើងដើរទៅបាទជ័រដើរស្កត់ទៅលើ EVA ដែលទន់ហ្នឹងទៅធ្វើឲ្យយើងងាយស្រួលក្នុងការដើរបាទពួកអីបើសិនជាយើងបិទផ្ទាល់សៀមមានជាមួយនឹងបាតពួកបាតហ្នឹងសៀងជ័រហ្នឹងគឺគេធ្វើពីកៅស៊ូវានឹងរឹងបាទអញ្ចឹងចុងទីហ្នឹងគឺល្អបំផុតអូខេអញ្ចឹងពាក្យជាបន្តយើងសិក្សាអំពីពាក្យថាបាតស្បែកជើងយើងនិយាយបាន3ពាក្យបាទអញ្ចឹង3ពាក្យហ្នឹងពាក្យទី1យើងនិយាយថាតាទីបាទតអាសំឡេងទី4យើងនិយាយថាតាតអ៊ីទីសំឡេងទី3និយាយថាយើងនិយាយធម្មតាយើងនិយាយថាទីតាទីបាទហើយពាក្យមួយទៀតយើងនិយាយបានថាវាយទីបាទហើយពាក្យទី3យើងនិយាយថាសៀងជើទីបាទសៀងជើទីបាទបកថាបាតស្បែកជើងដូចគ្នាបាទយើងនិយាយមួយណាក៏ជនជាតិចិនស្ដាប់យល់ដែរបងប្អូនបាទអញ្ចឹងសូមបញ្ជាក់ដល់បងប្អូនទាំងអស់គ្នាពាក្យសម្ភារៈសៀងជើហ្នឹងឬក៏និយាយថាតាទីហ្នឹងគឺគេប្រើវាសម្រាប់បិទនៅផ្នែកខាងក្រោមគេបង្អស់នៃស្បែកជើងបាទអញ្ចឹងទី1សៀមមានទី2គឺចុងទីបន្ទាប់មកគឺ EVA បន្ទាប់មកគឺតាទីនឹងចុងក្រោយគេហើយបាទអូខេពាក្យជាបន្តយើងសិក្សាអំពីពាក្យថាសៀទៀនវិញម្ដងបាទអញ្ចឹងសៀទៀនហ្នឹងគឺយើងសម្រាប់ជាភាសាខ្មែរសិនសៀទៀនហ្នឹងគឺជាស្រទាប់ទន់ដែលយើងដាក់នៅខាងក្នុងស្បែកជើងបាទដែលជាផ្នែកប៉ះជាមួយនឹងជើងរបស់យើងផ្ទាល់មានន័យថាពេលដែលយើងសោកជើងយើងចូលក្នុងស្បែកជើងទៅគឺយើងប៉ះទៅលើសៀទៀនមុនគេបាទពេលដែលយើងដកសៀទៀនចេញទៅគឺគេហៅថាចុងទីបាទអូខេអញ្ចឹងភាសាចិនយើងនិយាយថាសៀទៀនបាទអញ្ចឹងសៀសំឡេងទី2សៀដល់ពេលទៀនសំឡេងទី4យើងនិយាយថាទៀនសៀទៀន
bỏ thá xỉa tiền và chẳng được không rung chạ là vài trường cứ kia này dùng hao với tha xỉa tiền và chẳng riêng của bạn bỏ chi phí khám và chẳng trong cái đó dương vì chỉ một to tiền đấy dương sực sào vì biệt thá sầm nanh như đi có số bài và chẳng được không rung chạ dương vậy thao vòng phụ và vòng phụ và sầm này gì bây giờ thao vòng tập pe phụ sầm này gì buôn như vậy thao phụ vòng phụ bỏ tha sầm nanh đi có số bài và chẳng số chương khác có cái giờ vòng phụ ní giờ từ này thôi chỉ xỉa miền và đầm bay nghi sưu và bây để dương vẽ tới cứ vì ai miên cho lần ham trên chỗ thôi chương bỏ dương nó hai thì chia ở cả đau thì và chẳng vòng phụ nó có sùng khăn đài ok vì chỉ phần to dương sắp sàng pi thác khliang sắp bảy và chẳng vì xả chân gì thá xỉa miền trang và xỉa miền trang và thá khliang sắp bảy và chẳng khliang nó cái tục và ta đói xóm bờ địa xỉa miền được và chẳng miền chia bầm này sắp bảy phần này kháng đi kháng nuôi và tầng nó cứ cái hao thá xỉa xóm bờ địaรูปกลมบอเสียเมียนหรือก็บอมในเสียเมียนบ่าจังเกตกนึงเคลียงมวยแค่ท่าเสียเมียนช่างบ่าบ่ท่าเคลียงเสียเมียนหรือก็จึงจะท่าเคลียงสบายกว่าโอเคบางต่อข้างนี้จังเมเรียนบ่เยืองในทางนี้ก็บานมาดาที่เป็นจอบแต่เติมนิสันบ่าจังที่ยังนังเลือกเยอะกับเมเรียนจีบต่อเตียนในปีกลายจีบต่อเตียนบ่าเอาคนบางทางนี้ได้แต่ความเจ้านังตัวสนายรอวิดีโอบอกยังรอดมั้งโอเค感谢大家的支持和观看，拜拜。